ករណីរដ្ឋធមួយទៀតឲ្យពុកម៉ែបងប្អូនបាទប្តីឆ្លុះគ្នាមួយប្រពន្ធហើយប្តីបានចាក់បាទប្រើកំបិតចុងស្រួចចាក់សម្រាប់ប្រពន្ធពីកំបិតលើដើមទ្រូងបងប្អូននេះគឺជាករណីប្តីចាក់សម្រាប់ប្រពន្ធបាទស្លាប់នៅក្នុងស្រុកឈាមយ៉ាងអនុធម៌មែនទែនសម្រាប់ប្រពន្ធតែប្តីដែលប្រើបាទកំបិតចាក់បណ្ដាឲ្យប្រពន្ធស្លាប់ក្នុងស្រុកឈាមហើយស្ដាប់ហើយបងប្អូននៅសំណោះមែនទែនអ្វីដែលសំខាន់ពេលដែលប្រពន្ធស្លាប់បាត់បង់ជីវិតទៅនោះអ្នកដែលរងទុក្ខវេទនាចុងក្រោយគឺកូនខឹងគ្នាយ៉ាងណាក៏ដោយបើអាចដើរចេញក៏ដើរចេញទៅតែកុំសល់នូវភាពឈឺចាប់ទៅដល់កូនបាទបងប្អូនពេលដែលខ្ញុំអាននៅខ្លឹមសារដែលគេសរសេរហើយនៅក្នុង account មួយដែលមានឈ្មោះថា Mr. Hong បាទហុងសុងឈ្មោះនេះក៏ឡបងបាទអញ្ចឹងបងប្អូនមកស្ដាប់ទំនេរខ្ញុំអានដូចតទៅឮសំឡេងប្តីប្រពន្ធឆ្លោះគ្នារួចក៏ស្ងាត់លុះកូនស្រែក5អ្នកចិត្តខាងប៉ុន្មានម៉ាត់នេះផ្អើលនាំគ្នាទៅមើលប្រទះឃើញយ៉ាងរន្ធត់ខេត្តតាកែវស្ត្រីជាប្រពន្ធម្នាក់ត្រូវបានប្តីប្រើកំបិតចាក់បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមក្រោយពេលសកម្មភាពរួចបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលនិងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចោមរោមទៅមើលគ្រប់គ្នាហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង 11:40 នាទីព្រឹកថ្ងៃទី 7 ខែសីហាឆ្នាំ 2026 ស្ថិតនៅភូមិដងវ៉ាន់ឃុំឧត្តរសូរិយាស្រុកស្រាមកកខេត្តតាកែវលោកឧត្តមសេនីយ៍ឌុបធីយ៉ាអធិការនគរបាលស្រុកបានឲ្យដឹងថាស្ត្រីជនរងគ្រោះជាប្រពន្ធនិងបាទជាប្រពន្ធឈ្មោះនៅសុភាអាយុ50ឆ្នាំត្រូវបាទធាតុកោជាប្តីចាក់ដើមទ្រូងបាទចំនួន2កំបិតប្រកាច់ស្លាប់ភ្លាមនៅក្នុងថ្លុកឈាមចំណែកជនដែលដល់ជាប្តីមានឈ្មោះថាជុំធោអាយុ44ឆ្នាំជាអ្នករត់ម៉ូតូដប់ក្រោយពេលមានកើតហេតុបានជិះម៉ូតូរត់ខ្លួនបាត់គ្រួសារមួយនេះមានកូនប្រុសម្នាក់នៅក្នុងបន្ទប់ប្រជាពលរដ្ឋរស់នៅក្បែរផ្ទះស្ត្រីជនរងគ្រោះបាននាំគ្នាប្រាប់ឲ្យដឹងថាជីវិតគ្រួសារមួយនេះគឺរស់នៅមិនសូវចុះសម្រុងគ្នានោះទេគឺដោយសារតែជនដៃដល់ជាប្តីបានប្រច័ណ្ឌប្រពន្ធណាស់នឹងមានរឿងឆ្លោះគ្នាមិនឈប់ឡើយប្រជាពលរដ្ឋបានបន្តទៀតថាមុនពេលកើតហេតុគេបានឮសំឡេងប្រកែកគ្នាពេលនោះក៏បាត់មាត់ឆឹងទៅក៏រួចឃើញបរោះជាប្តីជិះម៉ូតូទៅបាត់តែកូនប្រុសក៏ស្រែកប្រាប់អ្នកភូមិចិត្តខាងឪពុកបានចាក់សម្លាប់ម៉ែហើយសូមជួយផងពេលឮបែបនេះញាក់ផ្អើលនាំគ្នាមកមើលដែលលោកអធិការនគរបាលស្រុកបានបញ្ជាក់ថាជនដៃដល់ជាប្តីបានជិះម៉ូតូធុន C125 ស៊េរីឆ្នាំ2020ពណ៌ខ្មៅស្លាកលេខតាកែវ4858រត់គេចខ្លួនបាត់បច្ចុប្បន្នសពស្ត្រីជនរងគ្រោះបាទត្រូវបានសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណីចំណែកជនបង្កជាប្តីត្រូវបានកងកម្លាំងជំនាញកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនមកបទទាមទោសទៅតាមច្បាប់បាទបងប្អូនបាទពេលដែលអានហើយក្នុងខ្លឹមសារមួយនេះគឺខ្ញុំមានអារម្មណ៍ថាបាទពិបាកទូយកមែនទែនបើសិនជាកូនជាអីបាទអ្វីគ្រប់យ៉ាងគឺធ្លាក់បន្សល់ទៅបាទទុកវេទនាដល់កូនត្រូវបែកពីម្ដាយឪពុកត្រូវជាប់គុកហើយចុះបើសិនជាឆ្លោះគ្នាដើរចេញរៀងខ្លួនឬក៏បែកគ្នាទៅបាទអញ្ចឹងកុំធ្វើដល់ថ្នាក់ហ្នឹងឆ្លោះគ្នាប្រកែកគ្នាយើងអាចទ្រាំបានទ្រាំហើយបើទ្រាំបានទេក៏ដើរចេញទៅកុំឈានទៅដល់ចាក់សម្លាប់ឬសម្លាប់គ្នាទៅវិញទៅមកអញ្ចឹងបាទបបាក់គ្នាតិចតួចអីកិច្ចបានក៏កិច្ចទៅតែកុំធ្វើឈានដល់ថ្នាក់ហ្នឹងពេកការប្រើអំពើហឹង្សានៅក្នុងគ្រួសារវាមិនមែនជាផលល្អទេបាទហើយបងប្អូនមានយោបល់មានមតិយ៉ាងណាក៏សូមបងប្អូនបញ្ចេញយោបល់នៅក្នុង comment ទៅបងប្អូនបាទ